អញ្ចឹងសំណួរសួរថាតើព្រះអង្គទៅយកអ្វីទៅតាមបកាយរបស់ព្រះអង្គខ្លះតើទៅនប់ជើងព្រះអង្គមិនយកទៅផងនិយាយភាសាសាមញ្ញចុះទៅនប់ប្របាទហ្នឹងណាព្រះអង្គមិនយកទៅផងទៅនប់ប្របាទនៅខាងមុខគាត់ដែលអ្នករៀបចំចង្ហាន់ទៅអឺចូលទៅក្នុងគាត់ហ្នឹងចូលទៅគឺឃើញទៅនប់ប្របាទអត់ហ៊ានដាស់ព្រះអង្គទេតែចាំយូរពេកព្រះអង្គជាទូទៅតែងតែចេញមកនៅពេលព្រលឹមណាអត់ឃើញក៏ចូលទៅមើលអត់ឃើញព្រះអង្គមែនរកព្រះអង្គឯណាក៏រកមិនឃើញទៅណាក៏រកមិនឃើញដែរហើយសំណួរសួរថាហេតុអីបានព្រះអង្គដឹងថាព្រះអង្គទៅបាត់តាក់ទងគ្នាខ្វាត់ខ្វែងគ្រប់ចលហកគ្រប់ទីកន្លែងអត់មានអ្នកណាដឹងថាព្រះអង្គទៅពេលស្មានណាទេប៉ុន្តែសន្មតត្រឹមថាម៉ោង4ប៉ុន្តែធៀបពិតជាក់ស្ដែងមិនមែនម៉ោង4ទេមិនដឹងថាម៉ោងប្រហែលដែលព្រះអង្គចេញទៅហ្នឹងគឺគ្មានអ្នកណាដឹងទៅតែសោះសិស្សចំណិតផ្ទាល់ខ្លួនអ្នកបើកឡានក្តីអ្នកណាក្តីគឺអត់មានអ្នកណាដឹងសូម្បីតែម្នាក់អត់ដឹងតែសួរគ្នាគ្រប់ចលហកគ្រប់ទីកន្លែងទាំងអស់អត់មានដឹងទាំងអស់ហ្នឹងណាគឺព្រះអង្គចេញទៅតែមកខ្លួនព្រះអង្គហ្នឹងទេហើយសំណួរថាសួរតាឡានអីអស់ហ្នឹងដែលព្រះអង្គធ្លាប់នៅមុនគង់បើកទៅនេះទៅនោះទៅនេះទៅនោះទៅទេសនានេះនោះហ្នឹងហើយទៅណាបញ្ជាក់ជូនណាពុកម៉ែបងប្អូនទាំងអស់គ្នាឡានទាំងអស់គឺព្រះអង្គប្រគល់ឲ្យម្ចាស់ដើមគេទាំងអស់ប្រគល់ឲ្យម្ចាស់ដើមទាំងអស់ឡានពណ៌សពណ៌អីហ្នឹងគឺថាប្រគល់ឲ្យម្ចាស់ដើមគេអស់ហើយព្រះអង្គមិនឲ្យទុកនៅទីតាំងហ្នឹងទេប៉ុន្តែមានតាឡានមួយគត់ដែលម្ចាស់ដើមគេមិនយកណាហ្នឹងពាក្យសម្ដីរបស់គាត់គឺឡានពណ៌ខ្មៅឡានពណ៌ខ្មៅគឺគេទុកឲ្យមួយក្រៅពីហ្នឹងគេព្រមទទួលយកប៉ុន្តែឡានពណ៌ខ្មៅគឺគេអត់យកទេគេទុកនៅកន្លែងនេះក្រែងលោកពេលណាវេលាណាដែលព្រះអង្គលោកនិមន្តមកសូមឲ្យយកឡាននេះទៅទទួលព្រះអង្គបើសិនទេណានឹងហើយបើសិនពេលណាដែលមានឱកាសគឺទុកឡាននឹងមួយសកួរម្ចាស់សទ្ធាគេសំណូមពរឲ្យទុកសកួរតែម្ដងពុកម៉ែបងប្អូនយើងនឹងហើយអញ្ចឹងទេក៏មានឡានខ្មៅមួយនៅនឹងវត្តអញ្ចឹងទៅណាឡាន168នោះក្រៅពីហ្នឹងឡានផ្សេងគឺថាបកគលឲ្យម្ចាស់ដើមគេអត់មានសល់ទេព្រះអង្គមុននឹងទៅគឺចាត់ចែងអត់មានសល់គ្មានឲ្យជប់ចម្ពាក់នៅឡើយបាទថវិកាទាំងអស់មិនថាគេប្រគិនព្រះអង្គក្តីប្រកែប្រគិនស្អីគឺវិយាវចៈកូនសិស្សអ្នកទុកដាក់ទាំងអស់ណាវិជ្ជាជូនកូនសិស្សអ្នកទុកដាក់ទាំងអស់ព្រះអង្គចាត់ចែងទាំងអស់អត់មានឲ្យប្របាក់ទេគឺថាទុកតម្កល់កសាងរៀបចំអីទាំងអស់អត់មានជប់ចម្ពាក់សំបីមួយកៈមួយសេនណាទេម្ល៉េះហើយទៅបានលោកតាអាចារ្យគណៈកម្មការមហាពុទ្ធបរិស័ទប្រជាការពារពលិសទាហានដល់វាដឹងទាំងអស់មហាពុទ្ធបរិស័ទដឹងទាំងអស់គឺនាំគ្នាសង្វេគអីក៏សង្វេកម្លេះតើល្អអីក៏ល្អយ៉ាងនេះម្នាក់មានតែទឹកភ្នែកតែមួយមុខគត់ទឹកភ្នែកហូរស្រក់ដោយអំណាចមហាគុណធម៌អ្នកខ្លះគេប្រឹងបានប៉ុណ្ណឹងហើយយ៉ាងហោចណាស់គេក៏បាននេះបាននោះខ្លះដែរបាននេះបាននោះខ្លះដែរបាទប៉ុន្តែនេះអត់សោះប្រឹងទាំងអស់លលីងទៅវិញតែទៅទេសតមកបណ្ណាទៅប៉ុណ្ណឹងសុទ្ធសាត់តែម្ដងពុកម៉ែបងប្អូនទាំងអស់គ្នានឹងហើយយើងគិតពិចារណាមើលតើសភាពបែបនេះទៅរកឯណាបានទៅពុកម៉ែបងប្អូនទាំងអស់គ្នាអត់មានទេអត់មានទៅតាមអីទាំងអស់ក្រៅពីថងយាមចាស់នងហើយនឹងពេលល្ងាចឃើញព្រះអង្គណាគេឃើញព្រះអង្គចាត់ចែងដល់ខ្លួនព្រះអង្គផ្ទាល់ឃើញព្រះអង្គចាត់ចែងដែរណាឃើញរៀបចំឲ្យឆ្នាំងគេហៅថាឆ្នាំងស្ពាន់យួរហ្នឹងអាចឆ្នាំងស្ពាន់យួរហ្នឹងហើយនឹងរៀបចំអីគេហៅថាសណ្ដែកម្ទេសអញ្ចឹងទៅអង្គម្ទេសអញ្ចឹងទៅល្ងម្ទេសអញ្ចឹងទៅហើយនឹងឆ្នាំងហ្នឹងណាឆ្នាំងហ្នឹងប៉ុណ្ណឹងឃើញព្រះអង្គរៀបចំប៉ុណ្ណឹងហើយនឹងកូនខ្វែទូចមួយហ្នឹងណាកូនខ្វែទូចមួយហ្នឹងគាត់ដើរវែកព្រៃហ្នឹងឯងហ្នឹងប៉ុណ្ណឹងឃើញគេរៀបចំពេលល្ងាចដែរណាហ្នឹងហើយលើសូនហ្នឹងពេលថ្ងៃពេលល្ងាចឃើញព្រះអង្គកាពេកកំប៉ុងអញ្ចឹងទៅស្រាប់តែព្រលឹមឡើងបាត់ព្រះអង្គឈឹងតែម្ដងហើយមិនធម្មតាទេណាពុកម៉ែបងយើងគាត់បាត់វត្តមានព្រះអង្គភ្លាមគឺទំនាក់ទំនងអស់ហើយទំនាក់ទំនងមិនថាកន្លែងណាជាកន្លែងណាគឺទំនាក់ទំនងខ្ទេចអត់មានសល់ទេគឺអត់ឃើញព្រះអង្គទាំងអស់ទើបបានសន្មតថាព្រះអង្គនិមន្តចូលទៅព្រៃវិញបាត់ហើយណាហ្នឹងហើយព្រះអង្គនិមន្តចូលទៅព្រៃវិញបាត់ហើយគេទេមកសួរចំណិតយ៉ាងណាក៏ដោយកូនសិស្សយ៉ាងណាក៏ដោយអ្នកណាក៏ដោយទេមកសួរអត់ដឹងទាំងអស់បញ្ជាក់ជូនអត់មានដឹងទាំងអស់អ្នកណាក៏មិនដឹងទាំងអស់សម្ភារៈបច្ច័យថវិកាឬស្អីទាំងអស់គឺនៅនឹងអត់មានទៅណាទាំងអស់ព្រះអង្គមិនយកទៅតាមចិត្តដាច់ខាតព្រះអង្គទៅតែប្រកាយទៅទេពិតប្រកបមែនតែម្ដងពុកម៉ែបងប្អូនយើងនេះហើយជាអ្វីដែលអ្នកស្រុកអ្នកភូមិគាត់បាននិយាយហើយអញ្ចឹងទស្សនវិជ្ជាមួយដែលជាការលះបង់នៅមហាគុណធម៌គេចង់និយាយថាមហាគុណធម៌របស់ព្រះអង្គគឺលើសពីអ្វីដែលយើងបានគិតដល់ណាបញ្ជាក់ជូនអញ្ចឹងលើសពីអ្វីដែលយើងបានគិតដល់ទៅទៀតណាហ្នឹងហើយអញ្ចឹងទេពុកម៉ែបងប្អូនទាំងអស់គ្នារឿងដែលយើងសោកស្ដាយមែនទែនគឺបាត់បង់ធនធានសង្ឃមួយមិនមែនបាត់បង់ទៅណាទេគឺថាបាត់វត្តមានព្រះអង្គដែលពោពេញទៅដោយមហាគុណធម៌នេះមិនដឹងថាព្រះអង្គនិមន្តទៅណានឹងឲ្យចូលព្រៃខាងណាទៅនៅឯណាក៏គ្មានអ្នកណាដឹងហើយមិនត្រឹមតែប៉ុណ្ណឹងទេគេស្រាវជ្រាវអស់ហើយរកអត់ឃើញទេបាទរកអត់ឃើញទេតិចទៅសួរនៅនេះទៅសួរនៅនោះថាដឹងនៅនេះថាដឹងនៅនោះអញ្ជើញទៅសួរចុះបាទគ្មានអ្នកណាដឹងទេគេរកអស់ហើយ
គេសុំត្រឹមតែដឹងថាវត្តមានព្រះអង្គនៅណាប៉ុណ្ណឹងបានហើយគេរកមិនឃើញផងហើយមិនដឹងព្រះអង្គទៅពេលណាស្មានណាវេលាណាអ្នកដេកនៅក្បែរហ្នឹងក៏មិនដឹងទៅទៀតនោះអ្នកចាំនៅជាមួយព្រះអង្គហ្នឹងក៏មិនដឹងទៅទៀតនោះហើយយើងគិតមើលតើព្រះអង្គទៅដល់របៀបណាមិនក៏ស្ងាត់អីក៏ស្ងាត់ល្អម្ល៉េះមិនឲ្យមានអ្នកណាដឹងទៅតែសោះនោះត្រឹមឲ្យដឹងថ្ងៃទីដែលព្រះអង្គចេញទៅដល់ថ្ងៃទីហ្នឹងគឺព្រះអង្គចេញទៅពិតប្រាកដមែនបាទនឹងថ្ងៃទីហ្នឹងគឺព្រះអង្គចេញទៅពិតប្រាកដមែនតែទៅពេលណាវេលាណាអត់ដឹងទេតែគាត់ដឹងថាគេដឹងថាព្រះអង្គបាត់ហ្នឹងគឺបាត់នៅម៉ោងនៅពេលគេទៅរកទៅគឺអត់ឃើញនៅក្នុងកំឡុងម៉ោង4ហ្នឹងទើបសន្មតថាព្រះអង្គចេញទៅម៉ោង4តែធៀបពិតហ្នឹងមិនមែនទេមិនដឹងថាម៉ោង4ហ្នឹងព្រះអង្គចេញទៅពិតមែនឬក៏យ៉ាងណាណាបើព្រះអង្គចេញទៅម៉ោង4គេទៅរកម៉ោង4ឃើញហើយណាគេឃើញដានហើយប៉ុន្តែអត់ទេប្រហែលជាព្រះអង្គចេញទៅមិនដឹងថាម៉ោងប្រហែលដែលព្រះអង្គនិមន្តទៅគឺយើងអត់ដឹងបាទនឹងអត់ដឹងទៅតែសោះទាំងអស់នេះហើយវាស្ថិតនៅក្នុងគេហៅថារឿងរ៉ាវមួយដ៏អស្ចារ្យដែលព្រះអង្គបង្ហាញឲ្យឃើញថាព្រះអង្គមកដោយមហាគុណធម៌ត្រឡប់ទៅវិញក៏ពោពេញទៅដោយមហាក្រៃលែងនៃគុណធម៌ដែលធ្វើឲ្យមហាពុទ្ធបរិស័ទអាល័យទាំងអស់មិនថាអ្នកតែនៅឆ្ងាយទេចង់និយាយថាអ្នកនៅក្បែរនឹងនៅជាមួយគ្នានឹងទាំងអស់គ្នានឹងនៅជុំវិញនឹងមហាពុទ្ធបរិស័ទចំណោះជើងវត្តនឹងគឺមានតែអារម្មណ៍មួយគេហៅថាក្តុកក្តួលអួលអាក់ស្ដាយសំណោះហេតុអីក៏ព្រះអង្គល្អម្ល៉េះមិនមានជប់ចម្ពាក់នឹងអ្វីទាំងអស់លះបង់គ្រប់បែបយ៉ាងមកបណ្ណាទៅតែប៉ុណ្ណឹងខ្លួនមានបណ្ណាទៅតែប៉ុណ្ណឹងអត់មានសពីងសពងអាយអាយោអាញ៉ៃអាញ៉ៃទៅណាទៅណីអត់តតែសោះអត់នោះទេពុកម៉ែបងប្អូនទាំងអស់គ្នាហើយមួយទៀតណាមុននឹងព្រះអង្គនិមន្តទៅគឺព្រះអង្គបានចែកជាទានណាជួយរហូតដល់500គ្រួសារឯណោះណាចែកជូនទៅដល់អ្នកក្រីក្រលំបាកទៅយ៉ាព្រះអង្គបានធ្វើហើយណាតែយើងអត់មានឯកសារអីថតទេគឺព្រះអង្គធ្វើធម្មតាអញ្ចឹងណានឹងដល់500គ្រួសារហើយព្រះអង្គបានចែកបន្តគ្នាទៀតយើងទៅនៅក្នុងកម្មវិធីបុណ្យឆ្លងក៏ចែកអីក៏ចែកបាទនឹងថវិកាអីគឺថាព្រះអង្គលះបង់មិនឲ្យសេះសល់គឺបន្តធ្វើបំពេញនៅមហាបុណ្យកុសលរបស់ព្រះអង្គហើយព្រះអង្គត្រឡប់ទៅវិញក៏ទៅទេអញ្ចឹងទៅបាទនឹងមិនទៀមទាមិនយកមិនប៉ះពាល់លុយកាក់វត្តមិនចាំបាច់ដល់100ខ្មែរផងតែមកកាក់ក៏អត់បានផងក៏មិនបានអត់មានព្រះអង្គអត់មានបានទៅប៉ះពីអីទាំងអស់មកកាក់មកសេតហ្នឹងអត់មានបានទៅប៉ះពីទេបាទអត់មានទេមានតែកន្លែងមួយមុខគឺការត្រូវការជួយទៅខាងនេះក៏ជួយទៅខាងនោះក៏ជួយអញ្ចឹងទៅណាបាទជួយជំនួយដើម្បីបំពេញចូលរួមជាចំណែកនៅក្នុងសង្គមរបស់យើងនេះបាទនៅក្នុងសង្គមជាមួយរដ្ឋាភិបាលជួយតាមលទ្ធភាពដែលអាចធ្វើទៅរួចលះបង់អស់អាលីងប៉ុណ្ណឹងហើយនេះតើទៅរយណាបានទៀតហើយចង់បានអីទៀតទៅនេះបាទចង់បានអីទៀតទៅហើយនៅក្នុងខមមិនមានណាពុកម៉ែបងប្អូនណាដែលបានឃើញគាត់ឃើញហើយនឹងដែលខមមិនមកសិតតែបញ្ជុះបោះបោកនិយាយពាក្យអសុរោះស្អីណាតែខ្ញុំមិនបានmy idea ឲ្យសោះបានត្រឹមតែឃើញតែមិនឆ្លើយតបទេហើយក៏មិនចង់ឆ្លើយតបនាំបត់បែនវែងឆ្ងាយពេកដែរណានៅក្នុងខមមិននឹងបានឃើញហើយនឹងហើយប៉ុន្តែគាត់ថានៅក្នុងវីដេអូនេះណាបើសិនជាបានមើលបន្តគួរយកបេះដូងទៅពិចារណាផងតើបានធ្វើអីខ្លះឲ្យជូនសង្គមសូម្បីតែមួយຂະຫນាតតូចមួយជំរាកតូចឲ្យបានព្រះអង្គស្មើនឹងព្រះអង្គអត់មានផងទេតើលោកមានស្អីដែលអង្គុយចាំតារិះគុណហ្នឹងមានស្អីអង្គុយចាំតារិះគុណហ្នឹងហើយប្រឹងរិះគុណហ្នឹងជាប្រយោជន៍ដើម្បីបានអ្នកមើលឲ្យចង់បាន view ឬក៏ចង់បានស្អីហ្នឹងអាហ្នឹងវាបាទពិចារណាមើលខ្លួនឯងទៅចុះណាហ្នឹងហើយព្រះអង្គអត់មានត្រូវការអីទេត្រឡប់ទៅវិញទាំងទៅទេស្អាតតែម្ដងបាទសម្ភារៈទាំងអស់គឺនៅមានទាំងអស់បាទកូនសិស្សកូនអីរមមើលក៏មិនឃើញកូនសិស្សខ្លួនហ្នឹងក៏មិនដឹងថាព្រះអង្គទៅណានៃទៀតបើអត់ដឹងទេបាទហ្នឹងហើយអញ្ចឹងទេលះបង់ខ្ពស់ណាស់លះបង់នោះមហាសែនលះបង់ប្រើពាក្យថាមហាអញ្ចឹងទៅចុះដោយគេហៅថាមិនមានកន្លែងផ្សេងដែលអាចលះបង់បានរបៀបហ្នឹងដោយព្រះអង្គគ្រូធម្មវណ្ណៈវិស័យមដិតចន្ទមរីរបស់យើងហ្នឹង